Cam Top Tech សួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូចេញពីកញ្ចក់អេក្រង់ Smartphone ពី Cam Top Tech វីដេអូរបស់ Cam Top Tech តែងតែចេញផ្សាយជារៀងរាល់ថ្ងៃស្ដីពីគន្លឹះល្អៗអំពី Smartphone និង Computer ចុច like គាំទ្រ Page Cam Top Tech និងទទួលបានវីដេអូខ្លីៗស្ដីពីគន្លឹះល្អៗអំពីចំណេះដឹងបច្ចេកវិទ្យា Smartphone និង Computer ជារៀងរាល់ថ្ងៃនៅថ្ងៃនេះ Cam Top Tech សូមបង្ហាញជូនអ្នកទាំងអស់គ្នាអំពីចំណុចដ៏ពិសេសមួយនៅលើកម្មវិធី Facebook Messenger គឺកម្មវិធី Message របស់ Facebook តាមពិតទៅចំណុចមួយនេះមានជាយូរមកហើយដែរប៉ុន្តែបងប្អូននិងប្រិយមិត្តមួយចំនួនគាត់មិនទាន់បានដឹងហើយគាត់មិនទាន់បានប្រើប្រាស់នៅឡើយទេដោយសារតែគាត់កំពុងតែឆ្លក់វង្វេងជាមួយនឹង sticker ស្អាតៗនៅលើកម្មវិធី Facebook Messenger អ្នកទាំងអស់គ្នានេះគឺជាកម្មវិធី Facebook Messenger ដែល Cam Top Tech បង្វិលចុះឡើងនេះអញ្ចឹងអ្វីដែល Cam Top Tech ចង់បង្ហាញបន្ថែមឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់នៅលើកម្មវិធី Facebook Messenger ដែរនោះគឺ Sound Clip គឺជាលក្ខណៈពិសេសថ្មីមួយរបស់ Facebook ដែល Facebook បំពាក់នៅលើកម្មវិធី Facebook Messenger Sound Clip មានន័យថាសំឡេងខ្លីៗនៅលើ Facebook Messenger គឺមានច្រើនបែបណាស់ដែលធ្វើឲ្យយើងប្លែកអារម្មណ៍ហើយយើងអាចប្រើប្រាស់វាដើម្បីឆាតដើម្បីជជែកឆ្លើយឆ្លងគ្នាជាមួយនឹង friend គឺជាមួយនឹងមិត្តភ័ក្តិរបស់យើងដូច្នេះសូមតាមដានការបង្ហាញពី Cam Top Tech ដូចតទៅដើម្បីបាន Sound Clip អ្នកទាំងអស់គ្នាមានមធ្យោបាយពីរយ៉ាងទី1អ្នកទាំងអស់គ្នាអាចចូលទៅកាន់កម្មវិធី Facebook Messenger ថាច់បើកមកបន្ទាប់មកអ្នកទាំងអស់គ្នាអាចជ្រើសរើសយក friend ណាមួយហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាអាចថាចយក option នៅពីលើនិមិត្តសញ្ញាមេដៃនៅខាងក្រោមឈៀងខាងស្ដាំថាចយក option បន្ទាប់មកអ្នកទាំងអស់គ្នាអូសចុះក្រោមហើយអ្នកទាំងអស់គ្នានឹងឃើញពាក្យថា sound clip នៅកណ្ដាលនេះតែម្ដងវាដាក់ថា sound clip និមិត្តសញ្ញា speaker ពណ៌ខៀវអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ប្រើប្រាស់នៅ sound clip ឬក៏ចង់ប្រើប្រាស់នៅមុខងារដទៃទៀតនោះអ្នកទាំងអស់គ្នាអាចធ្វើការ install គឺធ្វើការដំឡើងវានៅលើកម្មវិធី Facebook Messenger នេះដើម្បីប្រើប្រាស់ប៉ុន្តែនៅពេលនេះ Cam Top Tech សូមណែនាំអ្នកទាំងអស់គ្នាអំពី sound clip តែប៉ុណ្ណោះអញ្ចឹងយើងថាយក install មកអត់មានអ្វីលំបាកឡើយពេលនោះវារត់ទៅចូល Play Store ដែលជាផ្សារកម្មវិធីរបស់ក្រុមហ៊ុន Google នៅលើ Smartphone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ទាំងអស់អញ្ចឹងយើងថាយក install មកបន្ទាប់មកយើងថាយក accept ទំហំតូចទេ Sound Clip មានទំហំត្រឹមតែ 5.76 MB តែប៉ុណ្ណោះគ្រាន់តែយើង install តែបន្តិចវាបានបាត់ទៅហើយយើងអាចត្រឡប់ថយក្រោយវិញចូលទៅកាន់កម្មវិធី Facebook Messenger ដើម្បីចាប់ផ្ដើមឆាតសាកមើលនៅពេលដែលឆាតគឺมันខុសប្លែកពីអ្វីដែលយើងថាច់ចូលទៅកាន់ Sound Clip ដើម្បីធ្វើការដំឡើងវាឡើយគឺយើងថាច់យកត្រង់កន្លែង option នៅខាងក្រោមឈៀងខាងស្ដាំនៅលើនិមិត្តសញ្ញាមេដៃបន្តិចនឹងដដែលថាច់យកមកនៅពេលនោះអ្នកទាំងអស់គ្នានឹងឃើញ Sound Clip នៅខាងលើគេតែម្ដងថាច់យកមកនៅទីនេះវាមានសំឡេងជាច្រើនមានសំឡេងសប្បាយក្រៀមក្រំខឹងឬក៏សំឡេងសត្វជាដើមដូច្នេះ Cam Top Tech សាកធ្វើការផ្ញើនៅសំឡេងសត្វមួយមើលតើវាមានសំឡេងអ្វីខ្លះអូខេថាច់យកសំឡេង bird អូវាពិតជាព្រោះមែនសំឡេងឆ្មាសំឡេងមាន់សំឡេងគោសំឡេងចង្រិតសំឡេងឆ្កែព្រុសសំឡេងផ្សោតបាទប្រហែលជាសំឡេងផ្សោតសំឡេងសេះអញ្ចឹងអ្នកទាំងអស់គ្នាអាចមានជម្រើសច្រើនទៀតហើយក្នុងការប្រើប្រាស់កម្មវិធី Facebook Messenger ដើម្បីឆាតឬក៏ជជែកទៅកាន់មិត្តភ័ក្តិបងប្អូនក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នាឥឡូវនេះ Cam Top Tech សាកធ្វើការជ្រើសរើសសំឡេងបាក់សីនៅខាងលើគេបំផុតដែលបិដាក់ជាភាសាអង់គ្លេសថា bird ថាច់ចូលមកបន្ទាប់មកយើងថាច់យក send នៅខាងក្រោមបន្ទាប់មកយើងបន្ថែមថាច់យកមួយទៀតគឺ send ដើម្បីបញ្ជាក់ថាយើងពិតជាចង់ផ្ញើសំឡេងនេះទៅកាន់ friend មិត្តភ័ក្តិក្រុមគ្រួសាររបស់យើងអូខេឥឡូវនេះវាបានផ្ញើទៅហើយវាមានរយៈពេល3វិនាទីយើងអាចថាច់ដើម្បីស្ដាប់សាកមើលឃើញថាពិតជាលយមែនចំណុចពិសេសមួយទៀតគឺផ្ញើតាមរយៈសំឡេងខ្លីៗជាសំឡេងសប្បាយទុកក្រៀមក្រំសំឡេងសត្វឬក៏សំឡេងផ្សេងៗទៀតនេះពីកម្មវិធី Facebook Messenger របស់ក្រុមហ៊ុន Facebook សង្ឃឹមថាអ្នកទាំងអស់គ្នានឹងប្រើប្រាស់វាដើម្បីលម្អការជជែកកម្សាន្តរបស់អ្នកទាំងអស់គ្នាឲ្យកាន់តែមានភាពប្លែកដូច្នេះ Cam Top Tech សូមអរគុណបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូខ្លីមួយនេះពី Cam Top Tech